បាទថ្ងៃនេះសូមធ្វើការបង្ហាញជូនពុកម៉ែបងប្អូនជាថ្មីម្ដងទៀតនៅប្រភេទកាមេរ៉ាមិនប្រើស៊ីមមិនប្រើ Wi-Fi តើភ្ជាប់មកកាន់ទូរស័ព្ទតាមរបៀបណាបាទអញ្ចឹងចង់បញ្ជាក់ជូនពុកម៉ែបងប្អូនដែរពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះណាកាមេរ៉ានេះគឺភ្ជាប់មកជាមួយនៅបច្ចេកវិទ្យា VSIM ហើយយើងអាចប្រើបាននៅតំបន់ទាំងឡាយណាដែលសេវា 4G ទូរស័ព្ទយើងទៅដល់ប្រព័ន្ធអីក៏បានដែរអញ្ចឹងណាបើសិនជាប្រព័ន្ធ 4G យើងអត់ទៅដល់ការប្រើប្រាស់ពិបាកដែរប៉ុន្តែបើនៅតាមព្រំដែនគឺអាច track ទិន្នន័យអាចចាប់ទិន្នន័យសេវាពីសេវាទូរស័ព្ទប្រទេសជិតខាងយើងយកមកប្រើបានខ្ញុំលើកឡើងនេះគឺជាការអះអាងពីរោងចក្រដែលយើងបានជជែកសួរនាំគ្នាណាហើយពាក់ព័ន្ធនឹងទិន្នន័យនៃការប្រើប្រាស់អ៊ីនធឺណិតនៃការប្រើប្រាស់ដែលមាននៅក្នុងកាមេរ៉ានេះគឺរោងចក្រគេបាននិយាយថាបើសិនជាយើងទិញក្នុងតម្លៃធម្មតាគឺទិន្នន័យប្រើបាន3ឆ្នាំប៉ុន្តែបើសិនជាយើងទិញក្នុងកញ្ចប់តម្លៃដែលអត់មានកំណត់គឺកាមេរ៉ាហ្នឹងប្រើបានអត់កំណត់ទេគឺបានតែប្រើបានមួយអាយុកាលរបស់កាមេរ៉ាហ្នឹងអញ្ចឹងកាមេរ៉ាប្រភេទរបស់ខ្ញុំមានសញ្ញាសម្គាល់នេះគឺ SD បាទ SD នេះគឺយើងយកមកគឺក្នុងតម្លៃមួយអត់មានរយៈពេលកំណត់ទេគឺប្រើប្រាស់បានមួយអាយុកាលរបស់កាមេរ៉ាហ្នឹងតែម្ដងអញ្ចឹងចង់បញ្ជាក់ជូនពុកម៉ែបងប្អូនជៀសវាងការប្រើប្រាស់ខាតលុយអញ្ចឹងបញ្ជាក់ថាបើសិនជាតំបន់ពុកម៉ែបងប្អូនប្រើប្រាស់កាមេរ៉ាដែលដាក់បំពាក់នៅ SIM card អាចប្រើប្រាស់បានអញ្ចឹងកាមេរ៉ានេះក៏ប្រើប្រាស់បានដែរមុខងារសំខាន់ទាំងអស់គឺមានដូចកាមេរ៉ា Wi-Fi កាមេរ៉ា Solar ប្រើ SIM អញ្ចឹងគឺមានសារ៉ែមាននិយាយឆ្លងមានរេមានផ្ញើសារចូលទូរស័ព្ទដៃគឺមានដូចគ្នាទាំងអស់អ្វីដែលខុសគ្នាលក្ខណៈពិសេសគឺខុសត្រង់ថាកាមេរ៉ានេះយើងទិញទៅអត់បាច់បញ្ចូលលុយដូចកាត់ទូរស័ព្ទយើងប្រចាំខែអស់មួយខែ4-5ដុល្លារហ្នឹងទេគឺប្រើបានជារៀងរហូតដល់អាយុកាលរបស់កាមេរ៉ាហ្នឹងខូចតែម្ដងបាទអញ្ចឹងរាល់ចម្ងល់ផ្សេងពុកម៉ែបងប្អូនអាចធ្វើការតំណាក់តំណងសាកសួរបានសម្រាប់ព័ត៌មានពីបញ្ហាកាមេរ៉ាហ្នឹងណាបាទអញ្ចឹងសូមអរគុណ